Pinocchio កាលពីព្រេងនេះមានលោកតាជាងចម្លាក់ឈើម្នាក់ឈ្មោះសេប៉េតូគាត់រស់នៅម្នាក់ឯងហើយមានបំណងប្រាថ្នាចង់បានកូនប្រុសម្នាក់គាត់បានសាងច្នៃអាយ៉ងឈើដ៏ស្រស់ស្អាតមួយហើយដាក់ឈ្មោះថា Pinocchio នៅយប់នោះមុនពេលចូលគេងតាសេប៉េតូបានសម្លឹងទៅផ្កាយដ៏ភ្លឺចិញ្ចៃមួយនៅលើមេឃគាត់បានបួងសួងអស់ពីដួងចិត្តសូមឲ្យអាយ៉ងឈើរបស់គាត់ក្លាយជាក្មេងប្រុសពិតប្រាកដម្នាក់ដោយក្តីអាណិតអាសូរទេពអប្សរដ៏ស្រស់ស្អាតមួយបានចុះមកក្នុងផ្ទះរបស់គាត់នាងបានប្រើវេទមន្តដើម្បីផ្ដល់ជីវិតដល់អាយ៉ងឈើនោះភ្លាមនោះពីនុកគីយ៉ូក៏មានជីវិតគេអាចផ្លាស់ទីនិងនិយាយបានប៉ុន្តែរូបរាងនៅតែជាឈើដដែលទេពអប្សរប្រាប់ថាដើម្បីក្លាយជាមនុស្សពេទ្យពីនុកគីយ៉ូត្រូវតែធ្វើខ្លួនជាក្មេងល្អដើម្បីជួយណែនាំផ្លូវខុសត្រូវដល់ពីនុកគីយ៉ូទេពអប្សរបានចាត់តាំងសត្វចង្រិតដ៏ឆ្លាតមួយឈ្មោះជីមីនីឲ្យធ្វើជាអ្នកតាមដាននិងណែនាំរបស់ពីនុកគីយ៉ូជីមីនីសន្យាថានឹងជួយមើលថែពីនុកគីយ៉ូឲ្យបានល្អបំផុតនៅព្រឹកបន្ទាប់តាសេប៉េតូសប្បាយចិត្តណាស់ដែលបានទទួលកូនប្រុសម្នាក់គាត់បានលក់ឲ្យរងាដើម្បីទិញសៀវភៅហើយបញ្ជូនពីនុកគីយ៉ូទៅសាលារៀនពីនុកគីយ៉ូសន្យាថានឹងខិតខំរៀនសូត្រប៉ុន្តែនៅតាមផ្លូវពីនុកគីយ៉ូបានជួបនឹងកញ្ច្រកនិងឆ្មាដែលមានគំនិតមិនល្អពួកគេបានបបួលពីនុកគីយ៉ូឲ្យឈប់ទៅសាលារៀនហើយទៅជាតារាសម្ដែងនៅរោងល្ខោនវិញជីមីនីដែលជាអ្នកតាមដានណែនាំបានខិតខំឃាត់ពីនុកគីយ៉ូប៉ុន្តែពីនុកគីយ៉ូមិនស្ដាប់ឡើយគេចង់ក្លាយជាតារាល្បីក៏សម្រេចចិត្តដើរសម្ដៅទៅកាន់រោងល្ខោនមួយនៅកណ្ដាលក្រុងនៅរោងល្ខោនពីនុកគីយ៉ូបានសម្ដែងយ៉ាងអស្ចារ្យទស្សនិកជនចូលចិត្តគេណាស់ព្រោះគេជាអាយ៉ងដែលអាចរាំដោយគ្មានខ្សែស្ទ្រុំបូលីដែលជាម្ចាស់រោងល្ខោនសប្បាយចិត្តនឹងទទួលប្រមាត់ចំណូលខុសសពដងពេលការសម្ដែងចប់ស្ទ្រុំបូលីមានគំនិតអាក្រក់មិនឲ្យពីនុកគីយ៉ូទៅផ្ទះវិញគេបានចាប់ពីនុកគីយ៉ូដាក់ក្នុងទ្រុងដើម្បីទុកសម្ដែងរកលុយឲ្យគេជារៀងរាល់ថ្ងៃទេពអប្សរបានមកជួយសួរថាហេតុអ្វីមិនទៅសាលាពីនុកគីយ៉ូភ័យក៏និយាយកុហកភ្លាមនោះច្រមុះឈើរបស់គេក៏ចេះតែវែងទៅរាល់ពេលដែលគេនិយាយពាក្យមិនពិតពីនុកគីយ៉ូយំហើយសារភាពការពិតទេពអប្សរបានប្រាប់ថាការកុហកមិនល្អទេខ្ញុំនឹងក្តោបឱកាសឲ្យឯងកែខ្លួនម្ដងទៀតទៅផ្ទះវិញសារភាពកំហុសប្រាប់ឪពុករបស់ឯងនិងសុំទោសគាត់ចុះប៉ុន្តែនៅតាមផ្លូវទៅផ្ទះវិញពីនុកគីយ៉ូត្រូវគេលបួងម្ដងទៀតពីនុកគីយ៉ូបានឡើងជារទេះសេះជាមួយក្មេងៗជាច្រើនអ្នកទៀតដើម្បីទៅកាន់កោះនៃក្តីសុខដែលមិនចាំបាច់រៀនសូត្រទេពួកគេបានទៅដល់កោះមួយដែលពោរពេញដោយការលេងសប្បាយនៅទីនោះក្មេងៗអាចធ្វើអ្វីតាមចិត្តញ៉ាំស្ករគ្រាប់និងលេងហ្គេមដោយគ្មានអ្នកហាមឃាត់ពីនុកគីយ៉ូចាប់ផ្ដើមរៀនធ្វើអាក្រក់តាមគេជក់បារីនិងវាកំទេចរបស់របរផ្សេងដោយភ្លេចពាក្យសន្យាជាមួយឪពុករបស់គេស្រាប់តែមានរឿងគួរឲ្យខ្លាចមួយបានកើតឡើងក្មេងៗនិងនឹករ៉ុកនៅលើកោះនោះចាប់ផ្ដើមប្រែក្លាយទៅជាសត្វលាទាំងអស់ទៅពីនុកគីយ៉ូក៏ចាប់ផ្ដើមដុសត្រចៀកលានិងកន្ទុយលាដែរសំណាងល្អជីមីនីបានមកដល់ទាន់ពេលហើយអូដៃគេទៅរត់គេចពីកោះនោះពីនុកគីយ៉ូនិងជីមីនីបានលោតចូលទៅក្នុងសមុទ្រដើម្បីហែលត្រឡប់ទៅផ្ទះវិញពេលត្រឡប់មកដល់ផ្ទះវិញផ្ទះមានសភាពស្ងាត់ជ្រងំលោកតាសេប៉េតូមិននៅទេតាមរយៈសមុទ្រមួយពីនុកគីយ៉ូដឹងថាឪពុកបានចេញទូកទៅតាមរកគេនៅសមុទ្រដោយក្តីបារម្ភពីនុកគីយ៉ូមិនខ្លាចគ្រោះថ្នាក់ឡើយគេបានធ្វើដំណើរទៅបាតសមុទ្រដ៏ជ្រៅដើម្បីស្វែងរកឪពុកជាទីស្រឡាញ់ខណៈនោះស្រាប់តែមានត្រីបលែនយក្សសាហាវមួយឈ្មោះមុនស្ត្រូបានលេចមកវាបានប្រកមាត់ដ៏ធំរបស់វាហើយលេបអ្វីៗគ្រប់យ៉ាងដែលនៅចំពោះមុខរួមទាំងពីណូឃីយ៉ូនិងជីមីនីផងដែរក្នុងពោះត្រីបលែនដ៏ងងឹតពីនុកគីយ៉ូបានប្រទះឃើញលោកតាសេប៉េតូពួកគេបានជួបគ្នាវិញដោយក្តីរំភើបជាពន់ពេកដើម្បីរត់គេចពីណូឃីយ៉ូមានគំនិតមួយគេបានប្រមូលអូសមកបង្កាត់ភ្លើងក្នុងពោះត្រីបលែនដើម្បីឲ្យវាឆ្លក់ផ្សែងហើយកណ្ដាស់ពួកគេចេញមកក្រៅហិចឆើយ
ពួកគេបានបាញ់ចេញមកក្រៅសមុទ្រវិញត្រីបាឡែនខឹងយ៉ាងខ្លាំងហើយដេញតាមពួកគេក្នុងពេលមានព្យុះភ្លៀងពីណូគីយ៉ូបានតស៊ូអុំទូកយ៉ាងក្លាហានដើម្បីការពារឪពុករបស់គេទីបំផុតពួកគេបានមកដល់ឆ្នេរលោកតាសេពេតូសវត្ថិភាពហើយប៉ុន្តែពីណូគីអូគេបានលះបង់កម្លាំងកាយចិត្តទាំងអស់ហើយដែកសន្លប់លែងដឹងខ្លួនបាត់ទៅហើយតាសេពេតូបានយំសោកស្ដាយយ៉ាងខ្លាំងគាត់គិតថាគាត់បានបាត់បង់កូនប្រុសដ៏ល្អម្នាក់ជារៀងរហូតទៅហើយភ្លាមនោះទេពអប្សរបានលេចមកម្ដងទៀតនាងបានឃើញពីភាពក្លាហាននិងការលះបង់របស់ពីណូគីយ៉ូនៅក្នុងការជួយសង្គ្រោះឪពុកទេពអប្សរបានជួយពីណូគីអូម្ដងទៀតនាងប្រកាសថាពីណូគីយ៉ូឯងជាក្មេងក្លាហាននិងស្មោះត្រង់ពីណូគីអូក៏ភ្ញាក់ឡើងហើយក្លាយជាក្មេងប្រុសដែលមានសច្ចាពិតប្រាកដឥឡូវនេះឯងសមនឹងទទួលបានជីវិតពិតប្រាកដហើយលោកតាសេពេតូនិងពីណូគីអូក៏រស់នៅជុំគ្នាប្រកបដោយសុភមង្គលតរៀងទៅសូមអរគុណសម្រាប់ការទស្សនារាត្រីសួស្តី